ទូអាវុធហើយអ៊ីរ៉ង់មិនត្រឹមតែបិទច្រកសមុទ្រនេះវិញប៉ុណ្ណោះទេថែមទាំងបាញ់រះទៅលើនាវាពាណិជ្ជកម្មទៀតផងយោងតាម BBC នាវាដឹកប្រេងមួយគ្រឿងនិងនាវាកុងតឺន័រមួយគ្រឿងទៀតបានរងការវាយប្រហារនៅថ្ងៃទី18ខែមេសាឆ្នាំ2026ចំណែក Reuters រាយការណ៍ថាមាននាវាឥណ្ឌាចំនួន2គ្រឿងផ្សេងទៀតត្រូវអ៊ីរ៉ង់បាញ់ដែរដូច្នេះក្នុងថ្ងៃតែមួយអ៊ីរ៉ង់បាញ់ប្រហារទៅលើនាវាយ៉ាងហោចណាស់4គ្រឿងក្នុងពេលដំណើរគ្នាអាមេរិកមិនព្រមដកថយបន្តបិទគប់ផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោកបង្ខំកប៉ាល់23គ្រឿងឲ្យបកត្រឡប់ក្រោយតាមការរាយការណ៍ពីប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់អង់គ្លេសការណូតប្រដាប់ដោយអាវុធរបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ចំនួន2គ្រឿងបានបើកការបាញ់ប្រហារលើនាវាដឹកប្រេងមួយគ្រឿងនៅជិតច្រក Hormuz នៅពេលដូចគ្នានាវាកុងតឺន័រមួយទៀតដែលកំពុងធ្វើដំណើរនៅចម្ងាយប្រហែល40គីឡូម៉ែត្រពីភាគឦសានប្រទេសអូម៉ង់ក៏ត្រូវបានវាយប្រហារដោយគ្រាប់មិនស្គាល់ប្រភពបណ្ដាលឲ្យនាវាខូចខាតផងដែររដ្ឋាភិបាលឥណ្ឌាបានកោះហៅមេទូតអ៊ីរ៉ង់នៅទីក្រុងញូដេលីចូលសួរនាំអំពីការបាញ់នាវារបស់ខ្លួនចំនួន2គ្រឿងលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថាអ៊ីរ៉ង់កំពុងយកច្រក Hormuz ជាឧបករណ៍ដាក់សម្ពាធតែអាមេរិកនឹងមិនដកថយជាដាច់ខាតមកដល់ពេលនេះអាមេរិកបានបង្ខំឲ្យនាវាដឹកប្រេងចំនួន23គ្រឿងបកក្បាលត្រឡប់ក្រោយចាក់ចេញពីច្រក Hormuz វិញដែលបង្ហាញថាច្រកនេះនៅតែជាចំណុចជម្លោះដ៏ស្រួចស្រាវនៃគូសត្រូវទាំងពីរ